大家好សួស្តីអ្នកនរគ្នាហើយថ្ងៃនេះដែរគឺលោកsưលើកពាក្យពី3តកតងជាមួយនឹងភាសាចិនហើយអញ្ចឹងយើងកុំឲ្យខាត់ពេកយើងមកសិក្សាទាំងអស់គ្នាទៅតោះខៃឈឺអូខេឥឡូវគឺយើងចូលដល់ពាក្យថាពូហ៊ុយអញ្ចឹងគាត់នេះយើងអានថាពូហ៊ុយក៏ត្រូវដែរណាយើងអានថាពូហ៊ុយហើយពូហ៊ុយយើងប្រែថាអឺមិនចេះមិនអាចហើយអញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាតើពេលណាគេប្រើមិនចេះតើពេលណាគេប្រើមិនអាចតោះឥឡូវលោកsưលើកឧទាហរណ៍តែម្ដងទៅឥឡូវលោកsưបង្កើតប្រយោគថា我不会说中文我不会说中文យើងប្រែថាខ្ញុំមិនចេះនិយាយភាសាចិនទេខ្ញុំមិនចេះនិយាយភាសាចិនទេហោជាងចូលដល់ប្រយោគមួយទៀតតោះប្រយោគមួយទៀតយើងអានថា我不会开车我不会开车យើងប្រែថាខ្ញុំមិនចេះបើកឡានទេខ្ញុំមិនចេះបើកឡានទេតោះដល់សួរលើកឧទាហរណ៍មួយទៅតាក់ទងជាមួយមិនអាចគេថា他今天不会来了我们先走吧មានន័យថាគាត់ថ្ងៃនេះមិនអាចមកទេពួកយើងទៅមុនទៅតោះប្រយោគនេះយើងអានថា不会吧你真的没吃早餐មានន័យថាមិនអាចទេអ្នកពិតជាមិនញ៉ាំអាហារពេលព្រឹកមែនឬតោះឥឡូវយើងចូលមកដល់ពាក្យ不可以យើងប្រែថាមិនអាចហោឥឡូវយើងក៏មកខាត់ពេកយើងមកបង្កើតចៅជីជាមួយនឹងលោកsưតែម្ដងតោះឥឡូវយើងចាប់ផ្ដើមចូលចៅជីរបស់យើងតែម្ដងទៅតោះប្រយោគរបស់យើងគឺ这里不可以拍照យើងប្រែថាទីនេះមិនអាចថតរូបបានទេទីនេះមិនអាចថតរូបបានទេណាតោះនេះចូលដល់ប្រយោគរបស់យើងមួយទៀតគឺថា我不可以说谎មានន័យថាខ្ញុំមិនអាចនិយាយកុហកបានទេខ្ញុំមិនអាចនិយាយកុហកបានទេតោះយើងមកមើលពាក្យថាពុនឹងពុនឹងអញ្ចឹងយើងមកបង្កើតប្រយោគទៅតោះ开始តោះយើងមកបកប្រែទាំងអស់គ្នាតោះគេថា我病了我病了不能去学校មានន័យថាខ្ញុំឈឺហើយមិនអាចទៅសាលាបានទេខ្ញុំឈឺហើយមិនអាចទៅសាលាបានទេតោះពាក្យរបស់យើងគឺគេថាគេ在图书馆不能大声说话មានន័យថានៅបណ្ណាល័យមិនអាចនិយាយសំឡេងខ្លាំងបានទេនៅបណ្ណាល័យមិនអាចនិយាយសំឡេងខ្លាំងបានទេឬក៏លឺបានទេហើយតោះអញ្ចឹងយើងចូលមកដល់ពាក្យពុសិងស្លេងទី2សិងហើយពុសិងអញ្ចឹងមានន័យថាមិនបានទេមានថាយើងបដិសេធណាគេមួយអញ្ចឹងណាហើយអញ្ចឹងយើងមើលឧទាហរណ៍ជាមួយលោកsưតែម្ដងតោះឥឡូវយើងចូលដល់ពាក្យរបស់យើងគេថាអីគេ现在出去玩不行មានន័យថាឥឡូវនេះខ្ញុំចេញទៅលេងឬក៏ខ្ញុំចេញទៅក្រៅលេងមិនបានទេហើយឥឡូវនេះខ្ញុំចេញទៅក្រៅលេងមិនបានទេ好តោះបន្តទៀត你说什么你说什么不行我不同意我不同意យើងប្រែថាតើអ្នកនិយាយអ្វីមិនបានទេខ្ញុំមិនយល់ព្រមទេតើអ្នកនិយាយអ្វីមិនបានទេខ្ញុំមិនយល់ព្រមទេហោ